ជំរាបសួរលោកអ្នកបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនាងខ្ញុំសុគន្ធីម្ដងទៀតហើយនាងខ្ញុំនឹងនាំលោកអ្នកបងប្អូនទៅទស្សនាម៉ូដផ្ទះបឹកសៀមវិឡារបស់យើងដែលជាម៉ូដផ្ទះកូនពៅនៅក្នុងបរិយាវិលៀមតោះយើងចូលទៅមើលខាងក្នុងទាំងអស់គ្នាវ៉ាវពិតជាមានលក្ខណៈធំទូលាយនិងគួរឲ្យចង់រស់នៅខ្លាំងមែនទែនវិឡានេះគឺគេ design មកបែបលក្ខណៈ open space ដែលមានកន្លែងសម្រាប់អង្គុយលេងសម្រាប់អានសៀវភៅជាមួយនឹងបន្ទប់ទទួលភ្ញៀវធំទូលាយហើយយើងក៏មានបំពាក់ជូនដូចជាស្រេចជាមួយនឹងទូតាំងសម្ភារៈក៏ដូចជាទូតាំងទូទួលដែលលោកអ្នកងាយស្រួលសម្រាប់តុបតែងក៏ដូចជាតាំងលម្អចេញពីតុញ៉ាំបាយមកយើងក៏មានផ្ទះបាយមួយដ៏ធំទូលាយដែលមាន kitchen island បិទដោយថ្មម៉ាបយ៉ាងស្រស់ស្អាតដែលមានបំពាក់ដូចជាស្រេចនៅទូចង្ក្រានលើក្រោមដែលលោកអ្នកបងប្អូនងាយស្រួលក្នុងការទុកដាក់សម្ភារៈសម្រាប់ធ្វើម្ហូបតោះឥឡូវយើងទៅមើលនៅជាន់ខាងលើទាំងអស់គ្នាចដារបស់យើងគឺមានប្អួយធំទូលាយដែលអាចផ្ដល់ពន្លឺបានគ្រប់គ្រាន់ដើម្បីឲ្យបងប្អូនងាយស្រួលឡើងចុះឥឡូវនេះនាងខ្ញុំកំពុងតែស្ថិតនៅក្នុងបន្ទប់គេងទី1ដែលមានបង្អួចធំដែលអាចផ្ដល់ពន្លឺនិងខ្យល់អាកាសចេញចូលបានល្អហើយយើងក៏មានបន្ទប់ទឹកនៅខាងក្នុងនឹងរួចជាស្រេចផងដែរនេះគឺជាបន្ទប់មេគ្រួសាររបស់យើងគឺមានលក្ខណៈធំទូលាយខ្លាំងមែនទែនបងប្អូនអាចដាក់គ្រែដែលមានទំហំធំបានហើយយើងក៏មានបង្អួចធំទូលាយដែលងាយស្រួលសម្រាប់ឲ្យពន្លឺនិងខ្យល់ចេញចូលបានល្អក្រៅពីបង្អួចធំទូលាយយើងក៏នៅសល់ space សម្រាប់ដាក់តុសម្អាងឬក៏លោកអ្នកអាច decor ជាទូសម្លៀកបំពាក់ក៏បានដែរនាងខ្ញុំពិតជាស្រឡាញ់ផ្ទះម៉ូដបឹកសៀមវិឡានេះខ្លាំងមែនទែនលោកអ្នកចូលចិត្តផ្នែកមួយណាដែរដែលផ្ទះវិឡាបឹកសៀមមួយនេះសម្រាប់នាងខ្ញុំគឺនាងខ្ញុំចូលចិត្តកន្លែងបង្អួចដែលមានលក្ខណៈធំទូលាយនាងខ្ញុំអាចមើលឃើញទៅខាងក្រៅអត់មានអារម្មណ៍ថាធុញថប់ទេបងប្អូនហើយជាមួយនឹងការ decor ជាមួយអំពូល LED នៅលើពិដានគឺស្រស់ស្អាតប្លែកមែនទែនហើយបន្ទប់ទឹករបស់យើងក៏ធំទូលាយដែរបងប្អូនតើលោកអ្នកបងប្អូនយល់យ៉ាងណាដែរចំពោះម៉ូដផ្ទះដ៏ស្រស់ស្អាតម៉ូដបែបអាមេរិកហើយទាន់សម័យមួយនេះដែលមានតម្លៃល្អបំផុតជួបគ្នាឆាប់ៗនៅបរិយាវិលៀម